បងប្អូនខ្មែរបាទគ្រោះថ្នាក់ចរាចរណ៍ពលស្ពានមេគង្គស្ទឹងត្រែងបាទឡានលិចស៊ីអាធំបាទបុកម៉ូតូបាទបុកម៉ូតូលើប៉ូលីសធ្វើចរាចរណ៍បាទម៉ូតូដឹកកងទាបាទម៉ូតូដឹកកងទាម៉ូតូលុកទុចហ្មងបុកខាងណាខាងនោះហ៎បុកខាងស្ដាមនោះហ៎តែបុកប៉ាំងហើយវានឹងទៀតទៅมันកិនไปเลยយ៉ាងយកមិនជឿទេមកចុះស្ពានរួចណាអត់ទេអាពេលបុកនឹងឡានហើយមកទៀត50ម៉ែត្រនោះមកអាចចង់និយាយចេះមាន50ម៉ែត្រក្បាលឯសិននេះបុកចំនេះមកស្របនេះឯងមកស្រុកនេះបងនេះបុកចំមកដៃប្រកាន់ដៃស្ពានយើងមកហ្នឹងហើយឡានហ្នឹងលបឿនពេលបុកហ្នឹងលបឿននៅគួរសមទេឡានហ្នឹងបើថាចាប់ប្រាំងឡានហ្នឹងនៅហ្នឹងទេអូបើសិនវាចាប់ប្រាំងវាអត់កាន់ទេនេះខ្ញុំឃើញហ្មងអត់មានដបងមកខ្ញុំកិនទៅលើទៅតែមួយស្របគ្នាបាទឡាននេះក៏បើកលឿនចំណាប់ដែរពួកអញ្ចឹងចឹងហ្មង100ចឹង100បាទឡានហ្នឹងពួកអាហ្នឹងភ័យវែងទៅអ្នកធំមួយខ្ញុំដែរអ្នកភ័យវែងហើយខ្ញុំនិយាយកាន់ជើងទេមួយខ្ញុំក៏ថាឡានខុសឬក៏ខ្ញុំទៅត្រូវដែរតែបើឡានហ្នឹងនិយាយថាបើឡានហ្នឹងឡានតែបុកគេពីក្រោយខុសហើយបើឡានមិនទៅមុខបើថាឡានបើធ្វើឥឡូវបើថាបុកទៅឡានអារឿងថាចុះលើស្ពានរឿងអត់ដឹងណាតែពេលបុកអីទៅចាប់យ៉ាងឡានទេគាត់វាមិនចាំវាស្គាល់វាចាប់វាស្បឹងហើយវាស្លន់ផងវាស្បឹងងហើយហ្នឹងដល់ក៏អញ្ចឹងបាត់ថាពេលបើកបកុំផ្សាយគ្រឿងសូរ៉ាគ្រឿងស្រវឹងអញ្ចឹងបាទពេលបុកហើយឡានហ្នឹងបើគាត់ឈប់នៅមួយកន្លែងគេឈប់គេនៅមួយកន្លែងហ្នឹងបាទអត់ឈប់កន្លែងអត់ឈប់បាទមុខទៀតបាទមុខទៀតតែខ្ញុំឃើញគាត់នេះវាឃើញគាត់ថៃនេះព្រោះមុខគ្នាក៏ពីមុខក្រោយម៉ូតូក៏មកឡានក៏មកឡានមកពីក្រោយស្របគ្នាឡានវាបុកពីក្រោយគេហ្មងដល់វាបុកវាខុសហើយតើបុកពីក្រោយគេខុសទាំងស្រុងឡានមិនចាដល់បុកពីក្រោយគេមកធ្វើទិសស្របគ្នាហ្នឹងបាទហើយខ្លាំងមនុស្សខ្លាំងនឹងឡានកិនពីលើទេបាទខ្លាំងត្រូវហើយត្រូវបាទខ្ញុំនិយាយតាមឡងឃើញដល់កបាទបងប្អូនចឹងពេលបើកបកុំផ្សាយគ្រឿងស្រវឹងបាទបង្កឲ្យមានគ្រោះថ្នាក់ទាំងគេទាំងយើងបាទចឹងសូមរក្សាសុវត្ថិភាពទាំងអស់គ្នា